ពាក្យ run យើងអាចបកប្រែបានច្រើនទៅតាមបរិបទខុសៗប្លែកគ្នា run ទី1យើងអាចបកប្រែថារត់ដែលយើងឧស្សាហ៍ប្រើឧទាហរណ៍ដូចជា she runs every morning មានន័យថានាងរត់ជារៀងរាល់ព្រឹកចំណែកអត្ថន័យទី2មានន័យថាto manage ឬក៏ control មានន័យថាយើងគ្រប់គ្រងអីមួយឧទាហរណ៍ដូចជា she runs a small business មានន័យថានាងគ្រប់គ្រងឬក៏នាងបង្កើតអាជីវកម្មតូចមួយចំណែកន័យទី3នោះគឺ run មានន័យថា to operate or to work មានន័យថាដំណើរការឧទាហរណ៍ដូចជា these computers run well មានន័យថាកុំព្យូទ័រទាំងអស់នេះគឺដំណើរការបានល្អឧទាហរណ៍មួយទៀត the car is running មានន័យថាឡានកំពុងតែដំណើរការចំណែកអត្ថន័យទី4នោះគឺ run មានន័យថាហូរស្មើនឹងពាក្យថា to flow ឧទាហរណ៍ដូចជា tears run down her face មានន័យថាទឹកភ្នែកហូរចុះលើមុខរបស់នាង